ស្គាល់លេខកូដទាំង4នេះអាចជួយឲ្យយើងប្រើប្រាស់និងគ្រប់គ្រងប្រព័ន្ធទូរស័ព្ទចល័តទាំងអស់នៅក្នុងប្រទេសកម្ពុជាបងប្អូនយើងទាំងអស់គ្នាលែងមានការពិបាកដូចមុនទៀតហើយពីមុនមកបងប្អូនច្រើនតែដើរសួរអ្នកនេះសួរអ្នកនោះថាអូគេសួរលុយមិនគេសួរលេខមិនគេផ្ដាច់កម្រងមិនអីអញ្ចឹងណាបងប្អូនស្គាល់តែលេខកូដ4នេះអាចប្រើបានរួមគ្នាគ្រប់ប្រភេទទូរស័ព្ទចល័តទាំងអស់ក្នុងប្រទេសកម្ពុជារបស់យើងទាំង Smart ទាំង Cell Card ទាំង Smartphone ចឹងឧទាហរណ៍ថាបងប្អូនចង់សួរលុយចុចតែមួយកូដទេប្រើរួមគ្នាទាំងអស់បងប្អូនចង់សួរលេខទូរស័ព្ទថាឈ្មោះរបស់ណាគេក៏ចុចតែមួយកូដដែរបងប្អូនចង់សួរពីបញ្ហាកម្រងចង់បង្កើតកម្រងថ្មីដែលយើងអត់ដឹងច្បាស់អញ្ចឹងណាក៏ប្រើតែមួយកូដនឹងដែរហើយលេខកូដទាំង4នេះគឺចេញប្រើប្រាស់ដោយក្រសួងប្រៃសណីរបស់យើងផ្ទាល់តែម្ដងគឺងាយស្រួលខ្លាំងមែនតើអញ្ចឹងបងប្អូនចុចតែមួយកូដទេប្រើបានគ្រប់ទូរស័ព្ទចល័តទាំងអស់ក្នុងប្រទេសកម្ពុជារបស់យើងអញ្ចឹងចង់ដឹងថាតើគេភ្ជាប់មិនគេចុចមិនតោះទៅតាមដានការបង្ហាញរបស់ខ្ញុំទាំងអស់គ្នាតែមុនចូលដល់ការបង្ហាញសូមណែនាំបងប្អូននៅប្រភេទដុំថ្មសាកទូរស័ព្ទនៅក្នុងឡានឬក៏ក្នុង Pass App ក៏បានដែរប្រភេទនេះបងប្អូនគឺងាយស្រួលប្រើមែនតើទំនើបបច្ចេកវិទ្យាថ្មីទាន់សម័យខ្លាំងមែនតើអាចបត់បែនបាន360ដឺក្រេចាអត់ពិបាកទេពីមុនមកបងប្អូនច្រើនតែសាកថ្មក្នុងឡានគឺមានខ្សែច្រើនញ៉ៃញ៉ៃតាក់ពេញនឹងគឺពិបាកមែនតើអញ្ចឹងឥឡូវនេះបងប្អូនមានតែមួយនេះទិញតែមួយប្រើបានដល់ទៅ4មុខដោតបានទាំង iPhone, Android និង USB អញ្ចឹងបងប្អូនដែលមាន iPhone ក៏សាកបានដែលមាន Android ក៏សាកបានហើយមានកុំព្យូទ័រឬក៏ម៉ាស៊ីនម៉ាស្សាយអាចសាកថ្មក្នុងឡានបានណាហើយសម្រាប់ខ្សែគេគឺគេធ្វើរបៀបឆក់ចេះបងប្អូនគ្រាន់យើងប្រឡែងដៃទៅខ្សែនឹងរត់ចូលទៅវិញអូតូតែម្ដងឃើញទេគឺរត់ចូលទៅក្នុងម៉ាស៊ីនវិញស្វ័យប្រវត្តិតែម្ដងអត់សល់ខ្សែខាងក្រៅអញញ៉ៃក្នុងឡានទៀតទេហើយសំខាន់គឺទំហំចូលថ្មបានលឿនមែនតើព្រោះមានទំហំផ្ទុករហូតដល់ទៅ120វ៉ាត់ចាបញ្ជូនទំហំបញ្ជូនថាមពលថ្មបានលឿនមែនតើណាចាំបងប្អូនដែលចាប់អារម្មណ៍ត្រូវការងាយស្រួលប្រើអត់ចង្អៀតក្នុងឡានបងប្អូនអាចជ្រើសរើសកំងបានតោះកុំឲ្យខាត់ពេលយូរយើងទៅស្គាល់ជាមួយលេខកូដទាំង4នោះទាំងអស់គ្នាអូខេចឹងដំបូងឡើយបងប្អូនត្រូវចូលមកកាន់ phone ហើយលេខកូដទាំងអស់នេះចាគឺចេញដោយក្រសួងប្រៃសណីផ្ទាល់អញ្ចឹងយើងប្រើតែមួយទេគឺគ្រប់ប្រព័ន្ធទាំង Smart Smartphone Cell Card ចុចបានដូចគ្នាលេខកូដដំបូងដែលខ្ញុំបង្ហាញគឺជាលេខកូដសម្រាប់ផ្ដាច់កម្រងនៅក្នុងទូរស័ព្ទដៃរបស់យើងបើមិនជាយើងគិតថាយើងភ្លេចយើងអត់ដឹងយើងភ្ជាប់កម្រងពុំមួយណាទេឲ្យតែបញ្ចូលលុយគេផ្ដាច់រហូតអញ្ចឹងយើងផ្ដាច់កម្រងចោលទាំងអស់សិនចាំយើងភ្ជាប់ថ្មីអញ្ចឹងចុចផ្កាយ1200ត្រង់ជ្រូកហើយចុច call ទៅចុចបញ្ជូនកម្រងទាំងអស់ក្នុងទូរស័ព្ទដៃយើងនឹងត្រូវកាត់ផ្ដាច់ទាំងអស់ហើយយើងអាចភ្ជាប់ឡើងវិញបានបើមិនយើងខ្ជិលទេសួរក្រុមហ៊ុនថាខ្ញុំដាក់កម្រងណាអញ្ចឹងណាផ្ដាច់សិនទៅអត់មានអស់លុយទេចាទាំង Smart Cell Card Smartphone ចុច1200ត្រង់ជ្រូកបញ្ជូនដូចគ្នាសម្រាប់ផ្ដាច់កម្រងនៅក្នុងទូរស័ព្ទដៃយើងហើយយើងភ្ជាប់ថ្មីទៅណាហើយលេខកូដបន្តទៀតគឺខ្ញុំបង្ហាញអំពីលេខកូដសម្រាប់សួរទឹកប្រាក់ចុចផ្កាយ1201ត្រង់ជ្រូកបញ្ជូនចុចលេខកូដនោះតែមួយទេតាចាទាំង iPhone Cell Card Smart ណាផ្កាយ1201ត្រង់ជ្រូកឃើញទេសួរទឹកប្រាក់តែមួយនឹងទេប្រើបានដូចគ្នាសួរលេខបងប្អូនចាលេខកូដបន្តមកទៀតគឺជាលេខកូដសម្រាប់សំខាន់សួរលេខទូរស័ព្ទហើយនឹងឈ្មោះនៅក្នុង SIM របស់យើងចុចផ្កាយ1202ត្រង់ជ្រូកហើយចុច call ចាចុចបញ្ជូនផ្កាយ1202ត្រង់ជ្រូកលេខកូដនេះសម្រាប់សួរឈ្មោះសួរលេខទូរស័ព្ទនឹងតើយើងចង់ដឹងថាលេខនឹងលេខប្រមាណហើយឈ្មោះរបស់ពីណាគេ SIM ហ្នឹងលេខហ្នឹងហើយតើញ៉ាំបានណាគេអញ្ចឹងណាអូខេគឺបង្ហាញមកទាំងអស់ហ្មងចាលេខកូដនេះសំខាន់ណាស់អញ្ចឹងបងប្អូនប្រើទូរស័ព្ទចល័តអីក៏យើងចុចតែមួយហ្នឹងទេដើម្បីសួរឈ្មោះសួរលេខទូរស័ព្ទចាចង់ដឹងថាលេខហ្នឹងលេខឈ្មោះណាគេលេខកូដបន្តមកទៀតគឺលេខកូដសម្រាប់បញ្ចូលលុយចាចុចផ្កាយ1203ចាផ្កាយ1203ហើយផ្កាយទៀតហើយនឹងបញ្ចូលលេខកូដនៅលើកាតរបស់យើងនៅពេលដែលយើងបញ្ចូលលុយគឺយើងទិញកាតមែនអត់នេះគឺរបៀបបញ្ចូលតាមកាតចាយើងវាយលេខកូដនៅលើកាតហ្នឹងហើយបន្ទាប់មកចុចត្រង់ជ្រូកចុងគេហើយចុចសញ្ញាបញ្ជូនសញ្ញា call ដើម្បីបញ្ចូលទឹកប្រាក់អញ្ចឹងបងប្អូនប្រើទូរស័ព្ទ Smart ក៏ដោយ Cell Card ក៏ដោយ Smartphone ក៏ដោយបងប្អូនចង់បញ្ចូលលុយតាមកាតគឺចុចបែបហ្នឹងដូចគ្នាផ្កាយ1203ផ្កាយលេខកូដបញ្ចូលលុយអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលចង់មើលលេខកូដមិញឡើងវិញប្រហែលជាមើលវីដេអូអត់ទាន់ហើយបងប្អូនអាចចូលមកក្នុង Channel Telegram ដែលខ្ញុំដាក់ link នៅខាងក្រោមវីដេអូនេះបានហើយនៅក្នុង Channel Telegram ហ្នឹងខ្ញុំនឹងមានដាក់លេខកូដដែលទាំង4ខ្ទង់មិញហ្នឹងឡើងវិញជារូបស្លឹកតែម្ដងចាអញ្ចឹងអរគុណច្រើនបងប្អូនយ៉ាងណាដែរបងប្អូនបន្ទាប់ពីទស្សនាវីដេអូនេះចប់សង្ឃឹមថាបងប្អូនទទួលបានចំណេះដឹងថ្មីហើយក៏អរគុណមែនតើសម្រាប់ការគាំទ្រយើងនឹងជួបគ្នានៅចំណេះដឹងថ្មីបន្តទៀតអរគុណ